ចាសម្រាប់ខ្ញុំចង់ប្រាំផ្ញើទៅដល់ម៉ាមីដែលគាត់កំពុងតែពោពោះណាចាជាពិសេសគឺម៉ាមីដែលគាត់ពោពោះកូនដំបងធម្មតាតាអ្នកពោពោះកូនដំបងលើកទី1គឺអារម្មណ៍គាត់អត់ដូចអ្នកកូន2កូន3កូន4ទេគាត់រំភើបគាត់ភ័យគាត់អហើយគាត់តែងតែសិក្សាស្រាវជ្រាវរកថាអូតើគួរទៅមន្ទីរពេទ្យណាដែលវាសុវត្ថិភាពគួរទៅមន្ទីរពេទ្យណាដែលចាយលុយទៅវាសមរម្យអញ្ចឹងខ្ញុំចង់ណែនាំបងប្អូនថាបើសិនជាយើងកំពុងតែស្វែងរកមន្ទីរពេទ្យដែលចង់មកសម្រាលឬក៏ផលិតសុខភាពផ្សេងៗខ្ញុំណែនាំឲ្យមកមន្ទីរពេទ្យ Orenda ទៅចាទីធ្លាធំទលាយគេហៅថាសេវាកម្មល្អបើយើងសេវាកម្មខ្ញុំឲ្យមេដៃហ្មងចាជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទ Tommy ខ្ញុំ Visa ចំណាប់អារម្មណ៍របស់ខ្ញុំការពងពោះលើកនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្លាំងមែនទែនអញនិយាយបានថាប្រហែលជាមកពីកូនទី1យើងរំភើបហើយប៉ុន្តែយើងទទួលបានអារម្មណ៍បែបយើងពពោះកូនស្រីប៉ុន្តែកូនទី2នេះវាខុសគ្នាដាច់ត្រង់ថាកូនទី2នេះគឺជាកូនប្រុសអញ្ចឹងអារម្មណ៍រំភើបដូចគ្នាតែខុសគ្នាត្រង់ថាមួយកូនប្រុសមួយកូនស្រីដូចស្អីឥឡូវនេះក៏គៀកដល់ថ្ងៃសម្រាប់ដែរអញ្ចឹងវាធ្វើអារម្មណ៍ដែលជាឪពុកគេនេះគឺចង់ឃើញមុខកូនមែនទែនអញ្ចឹងពេលដែលមានវត្តមានគាត់បាត់បង្ហាញមុខនៅក្នុងគ្រួសាររបស់យើងមកវាធ្វើឲ្យគ្រួសាររបស់យើងកាន់តែមានពលឺថែមទៀតពេលដែលខ្ញុំឈានជើងចូលមន្ទីរពេទ្យ Orenda អីដែលខ្ញុំមានអារម្មណ៍ដំបូងគេហ្នឹងគឺខ្ញុំមានអារម្មណ៍ថា safe កក់ក្ដៅសុវត្ថិភាពរាក់ទាក់យកចិត្តទុកដាក់ហើយមិនមែនតែពួកយើងជាតារាឬក៏ជាអ្នកមានអីទេសំខាន់ខ្ញុំឃើញថាគ្រប់គ្នាទាំងអស់បាទហើយសម្រាប់ខ្ញុំឃើញថានៅមន្ទីរពេទ្យ Orenda គឺវាថាជាមន្ទីរពេទ្យមួយដែលផ្ដោតសំខាន់ទៅលើបាទវាហៅសិលធម៌តែម្ដងបាទគឺបុគ្គលិកគ្រប់ជាន់ថ្នាក់គ្រប់ផ្នែកទាំងអស់គឺមានសិលធម៌ពេទ្យគឺគាត់មានជំនាញច្បាស់លាស់តែម្ដងសំខាន់ទៅលើវិជ្ជាជីវៈការពិនិត្យអេកូគឺឃើញថាសម្ភារៈវិញគឺទំនើបតែម្ដងអាចនិយាយបានថាឆ្លងមកឃើញមុខកូនគឺច្បាស់តែម្ដងបាទហើយអ្វីសំខាន់ទៀតគឺការយកចិត្តទុកដាក់ចំពោះភរិយាខ្ញុំគឺគាត់មានស្តង់ដារតែម្ដងចាបើចំពោះខ្ញុំផ្ទាល់ជាម៉ាមីដែលពោពោះហើយខ្ញុំបានទៅពិនិត្យអេកូផ្ទាល់ហ្មងណាខ្ញុំទទួលបានអារម្មណ៍ថានៅពេលដែលខ្ញុំទៅដល់បន្ទប់អេកូមើលកូនម្ដងគឺខ្ញុំមានអារម្មណ៍ថាច្បាស់អត់ស្ពេចស្ពិលអត់មានអារម្មណ៍ថាសង្ស័យក៏បញ្យល់យើងច្បាស់លាស់ហើយមានអារម្មណ៍ថានៅនេះគឺចែកគ្នាដាច់ដោយផ្នែកពីគ្នាដុកទ័រជំនាញខាងណាគឺចែកជំនាញគ្នាដាច់អត់មានថាតែម្នាក់ធ្វើគ្រប់ជំនាញទេអ្វីដែលពិសេសសោភ័ណភាពវិញការរៀបចំទុកដាក់របស់មន្ទីរពេទ្យគឺ clean តែម្ដងដោយសារតែបាទមិនខាងមន្ទីរពេទ្យគឺចង់ឲ្យអ្នកជំងឺក៏ដូចជាអ្នកដែលមកទទួលសេវាកម្មគឺមានអារម្មណ៍មួយថាមានអនាម័យគឺយើងមានអារម្មណ៍ថាសុវត្ថិភាពទៅដល់សុខភាពរបស់យើងហើយបាទហើយបើសំភារៈវិញគឺលែងនិយាយហ្មងគ្រឿងបរិក្ខារគេទំនើបតែម្ដងចាទីធ្លាធំទលាយហើយគេហៅថាសេវាកម្មល្អបើយើងសេវាកម្មខ្ញុំឲ្យមេដៃហ្មងចាហើយសម្រាប់តម្លៃវិញដូចខ្ញុំនិយាយមិនអញ្ចឹងមានតាមកញ្ចប់សេវាកម្មគេផ្សេងមិនចេះថាវ៉ាប់ឡើងពាន់ម៉ឺនទេកុំយល់ច្រឡំឡើងហ្នឹងណាយើងត្រូវតែគិតគូរអំពីសុខភាពកូនរបស់ពុនយើងត្រូវគិតអំពីហិរញ្ញវត្ថុមែនទេអញ្ចឹងកន្លែងនេះហើយបងប្អូនអាចមានបរិយាលទ្ធភាពគ្រប់គ្រាន់ចូលរួមបានអាចមកស្នាក់នៅទីនេះបានដោយសារអីមន្ទីរពេទ្យ Orenda អញនិយាយបានថាបើស្តង់ដារវិញអញនិយាយថាប្រៀបធៀបជាមួយនឹងគេក្រៅស្រុកមកក្រៅប្រទេសហ្មងបាទគឺស្តង់ដារទំនើបដូចគ្នាហើយអ្វីដែលសំខាន់គឺធ្វើឲ្យយើងមានទំនុកចិត្តបងប្អូនកុំឃើញមន្ទីរពេទ្យ Orenda ធំអញ្ចឹងណាប៉ុន្តែតម្លៃវិញគឺតម្លៃក្នុងស្រុកប៉ុន្តែគុណភាពស្តង់ដារអន្តរជាតិគណៈវិនិយោគទាំងពីរនាក់សូមអរគុណសូមជម្រាបលា